ទីក្រុងដែលគេនិយាយថាមានភ្លៀងរៀងរាល់ថ្ងៃតម្លៃជីវិតខ្ពស់បំផុតប៉ុន្តែពោរពេញទៅដោយអាកាសនិងសុបិនថ្ងៃនេះ Time Frame នឹងនាំអ្នកទៅស្គាល់ពីជីវិតពិតៗនៅទីក្រុងឡុងដែលគេហៅថាបេះដូងនៃចក្រភពអង់គ្លេសទីក្រុងឡុងឬក៏យើងអាចហៅថាទីក្រុងលន់ដុនគឺជាទីក្រុងធំបំផុតនៃចក្រភពអង់គ្លេសមានប្រជាជនប្រមាណជាង 9 លាននាក់រស់នៅវាជាកន្លែងបញ្ចូលគ្នារវាងប្រវត្តិសាស្ត្របច្ចេកវិទ្យានិងវប្បធម៌សព្វថ្ងៃនៅទីនេះអ្នកអាចឃើញប្រាសាទចាស់ៗដូចជា Tower of London ស្ពានល្បី Tower Bridge និងអគាររដ្ឋបាលដ៏អស្ចារ្យ Palace of Westminster ដែលមាននាឡិកា Big Ben តាមដានពេលវេលាតែផ្ទុយទៅវិញបើអ្នកដើរនៅក្បែរ City of London អ្នកនឹងឃើញអគារកែច្នៃទំនើបៗនិងក្រុមហ៊ុនធំៗអន្តរជាតិអាកាសធាតុនៅទីក្រុងឡុងគេនិយាយថាគ្មានថ្ងៃណាមិនភ្លៀងនោះទេប៉ុន្តែជាក់ស្ដែងវាមានភ្លៀងតិចៗជាញឹកញាប់តែប៉ុណ្ណោះរដូវរងាព្រើធ្លាក់តិចៗប៉ុន្តែអារម្មណ៍ស្ងប់ស្ងាត់រដូវក្តៅក៏មិនសូវក្តៅប៉ុន្មានដែរប្រហែល25 ដឺក្រេតែប៉ុណ្ណោះទីក្រុងឡុងត្រូវបានចាត់ទុកថាជាទីក្រុងថ្លៃជាងគេមួយនៅអឺរ៉ុបតម្លៃស្នាក់នៅអាហារនិងការធ្វើដំណើរត្រូវគិតយ៉ាងប្រុងប្រយ័ត្នការជួលផ្ទះតូចមួយអាចមានចន្លោះចាប់ពី 1,500 ផោនទៅ 2,500 ផោនក្នុងមួយខែហើយការទិញអាហារតាមផ្សារក៏ថ្លៃជាងប្រទេសជិតខាងផងដែរប៉ុន្តែជាប្រយោជន៍វិញគឺប្រាក់ខែជាមធ្យមនៅទីនេះក៏ខ្ពស់ផងដែរអ្នកធ្វើការក្នុងការិយាល័យឬសេវាកម្មអាចទទួលបានចន្លោះពី 3,000 ផោនក្នុងមួយខែដែលស្មើនឹងប្រមាណជា 3,600 ទៅ 4,600 ដុល្លារក្នុងមួយខែមនុស្សជាច្រើនចូលចិត្តរស់នៅក្រៅទីក្រុងហើយធ្វើដំណើរចូលមកក្នុងតំបន់កណ្ដាលជារៀងរាល់ថ្ងៃដើម្បីសន្សំថវិកាប្រព័ន្ធដឹកជញ្ជូននៅទីក្រុងឡុងគឺល្បីជាងបណ្ដាទីក្រុងផ្សេងៗដែលមាន London Underground ឬក៏ហៅថា Tube ជាប្រព័ន្ធបាតដីចាស់បំផុតលើពិភពលោកមានជាង270ស្ថានីយ៍ក្រៅពីនេះមានរថយន្តក្រហម2ជាន់និងរថយន្តល្បឿនលឿនផងដែរប្រជាជនភាគច្រើនប្រើ Oyster Card ឬបង់តាមទូរស័ព្ទដើម្បីធ្វើដំណើរទៅកន្លែងផ្សេងៗហើយជារឿងគួរឲ្យចាប់អារម្មណ៍គឺមនុស្សនៅទីនេះទៀងទាត់ពេលវេលានិងគោរពច្បាប់ចរាចរណ៍យ៉ាងខ្លាំងផងដែរទីក្រុងឡុងគឺជាទីក្រុងដែលពោរពេញទៅដោយវប្បធម៌ជាច្រើនអ្នកអាចរកឃើញសហគមន៍មកពីអាស៊ីអាហ្វ្រិកឡាតាំងនិងអឺរ៉ុបផងដែរមានអាហារជាតិគ្រប់ប្រភេទចាប់ពី Fish and Chip របស់អង់គ្លេសជាដើមដូចទៅ Chori House ឥណ្ឌាឬ Soup Pasta អ៊ីតាលីផងដែរការកម្សាន្តនៅទីនេះគឺពេញនិយមណាស់ដូចជា West End Theatre និងសួនច្បារធំៗដូចជា Hyde Park, Regent Park ឬក៏ Greenwichមនុស្សនៅទីនេះស្រឡាញ់ការដើរលេងពេលល្ងាចដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាស្ងប់ស្ងាត់ក្រោមដំណក់ភ្លៀងស្រាលៗទីក្រុងឡុងមានសាកលវិទ្យាល័យល្បីៗជាច្រើនដូចជា University College London ឬក៏ហៅកាត់ថា UCL Imperial College និង King College London និស្សិតជុំវិញពិភពលោកជាច្រើនបានមកសិក្សានៅទីនេះដោយសារកម្មវិធីអប់រំមានគុណភាពខ្ពស់និងបរិយាកាសអន្តរជាតិការសិក្សានៅទីនេះមិនស្រួលប៉ុន្មានទេប៉ុន្តែវាជាកន្លែងដែលអាចបើកឲ្យសិស្សនិស្សិតដើម្បីសម្រេចនៅគោលបំណងរបស់ពួកគេបានព្រឹកអ្នកនឹងឃើញមនុស្សរាប់ពាន់នាក់ចេញពីផ្ទះធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើងឬក៏ធូបដែលប្រៀបដូចជាស្ទឹងមនុស្សពេលល្ងាចពួកគេច្រើនទៅញ៉ាំកាហ្វេបារឬដើរតាមសួនដើម្បីសម្រាកបន្តិចមុនត្រឡប់ទៅផ្ទះវិញទោះបីជាជីវិតនៅទីនេះមានភាពជឿនលឿនប៉ុន្តែពួកគេមានវប្បធម៌គោរពគ្នាស្មោះត្រង់និងថែរក្សាអនាម័យសាធារណៈបានយ៉ាងខ្លាំងបំផុតទីក្រុងឡុងមិនមែនជាទីក្រុងសម្រាប់មនុស្សរាល់គ្នាទេវាមានភាពស្អាតប៉ុន្តែពោរពេញទៅដោយការប្រកួតប្រជែងផងដែរវាជាទីក្រុងដែលអាចផ្ដល់ឱកាសដល់អ្នកដែលខិតខំនិងមានសុបិនធំបើសិនជាអ្នកពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចចែករំលែករបស់អ្នកនៅក្នុងខមមិនខាងក្រោម
ជួបខ្ញុំនៅវីដេអូបន្តសូមអរគុណ